ពីប៉ុនភ័យ5តែអ្នកនរគ្នាបានដើរចេញពីរឿងអត់ល្អដែលកើតឡើងក្នុងជីវិតរបស់អ្នកនរគ្នានៅក្នុងពេលអតីតកាលហើយនៅបានអភ័យទោសឲ្យមនុស្សដែលធ្លាប់ធ្វើខុសតែអ្នកនរគ្នានៅក្នុងពេលអតីតកាលហើយនៅបើសិនជាអត់បានធ្វើទេគួរតែធ្វើវាទៅពួកអីមិនមែនដើម្បីគេអ្នកនរគ្នាដើម្បីខ្លួនអ្នកនរគ្នាផ្ទាល់ខ្ញុំចូលស្គាល់ថាមនុស្សម្នាក់អត់មានអ្នកគេចង់លើកលែងទោសនិងអភ័យទោសឲ្យមនុស្សដែលធ្លាប់ធ្វើឲ្យខ្លួនឯងឈឺចាប់នៅក្នុងពេលអតីតកាលពួកអីអារម្មណ៍ពេលហ្នឹងគឺវាឈឺខ្លាំងណាស់វាពិបាកទទួលយកតែមកតែអាច move on បានមកដល់បច្ចុប្បន្នហើយប៉ុន្តែអ្នកនរគ្នាត្រូវចាំរឿងគឺវាបានកើតឡើងហើយយើងបានឆ្លងកាត់វាហើយអញ្ចឹងយើងគួរតែលើកលែងទោសឲ្យគេអភ័យទោសឲ្យគេដើម្បីឲ្យខ្លួនយើងដើរចេញពីលំនឹងផុតយើងរីកចម្រើនទៅមុខទៀតបើសិនអ្នកនរគ្នានៅតែចងខ្លួនឯងភ្ជាប់ជាមួយនឹងរឿងអត់ទាំងហ្នឹងអ្នកនរគ្នាអត់មានពេលវេលានឹងធ្វើរឿងអ្វីដែលថ្មីនៅក្នុងជីវិតរបស់អ្នកនរគ្នាទេជីវិតរបស់អ្នកនរគ្នានឹង toxic នៅក្នុងរឿងអតីតកាលហ្នឹងហ្មងអ្នកនរគ្នាដូចជីងតែកប់ខ្លួនឯងនៅក្នុងដីនៅក្នុងហ្នឹងអ្នកនរគ្នាអញ្ចឹងហើយបើសិនជាអត់បានធ្វើវាទេខ្ញុំចង់ឲ្យអ្នកនរគ្នារៀនបើកចិត្តអភ័យទោសអ្នកដទៃគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះខ្លួនឯងចឹងហើយពេលវេលារបស់អ្នកនរគ្នានៅលើផែនដីហ្នឹងគឺអត់មានច្រើនទេយើងអត់ដឹងថាជីវិតយើងម្នាក់កើតមកហើយក៏ស្លាប់ទៅវិញក្នុងពេលណាអញ្ចឹងបើយើងរវល់តែចំណាយពេលវេលារបស់យើងដែលមានតម្លៃរបស់យើងរាល់ថ្ងៃនេះខ្ជះខ្ជាយជាមួយនឹងរឿងអត់ប្រយោជន៍ច្រើនពេកជីវិតរបស់អ្នកនរគ្នាគឺនៅតែប៉ុណ្្នឹងចា៎ហើយគ្រប់រឿងដែលអ្នកនរគ្នាបានឆ្លងកាត់នៅក្នុងអតីតកាលអ្នកនរគ្នាត្រូវទុកវាជាមេរៀនសម្រាប់អ្នកនរគ្នាដើរទៅមុខគួរតែអរគុណវាដោយសារតែមានរឿងហ្នឹងកើតឡើងបានជីវិតអ្នកនរគ្នាមានថ្ងៃហ្នឹង